សួស្តីពុកម៉ែបងប្អូនអរគ្នាបាទដែលរកលុយតាម YouTube បាទមានដែរឆ្ងល់ពុកម៉ែបងប្អូនមានដែរឆ្ងល់ចំពោះលក្ខខណ្ឌ Short YouTube ខ្ញុំដំបូងរៀងផន់ច្រឡំបាទរៀងឆ្ងល់ដែរណាបាទផន់ច្រឡំព្រោះអីសួរលោកគ្រូនេះសួរលោកគ្រូនោះទៅគឺគាត់ថាខុសៗគ្នាដែរណាបាទឥឡូវហ្នឹងគឺសម្រាប់ចិត្តមកសួរ AI ណាបាទសួរ ChatGPT ដើម្បីឲ្យច្បាស់ណាខ្ញុំចិត្តតែឆ្ងល់ថាតើ Short ហ្នឹង view គេគិតឲ្យយើងហ្នឹងគឺគេដកចេញឬក៏មិនណាចង់ថាបើយើងធ្វើ long បើយើងធ្វើ long លក្ខខណ្ឌយើងត្រូវរកឲ្យបាន1000 subscriber ហើយនឹង4000ម៉ោងបាទ4000ម៉ោងអ្នកមើលណារយៈពេល12ខែមួយឆ្នាំណាបាទរយៈពេល12ខែចុងក្រោយរំកិលប៉ុន្តែដោយឡែក YouTube Short ណាបាទ YouTube Short តើរំកិលដូចជាយើងធ្វើ long ដែរអត់ណាបាទហើយខ្ញុំក៏បានសួរអ្នកខ្លះទៅគាត់ថាអត់រំកិលទេតែ subscriber ហ្នឹងគឺអត់ដកអីណាគឺគិតនៅដដែលបាទប៉ុន្តែ view វិញបើសិនជាគ្រប់90ថ្ងៃហើយយើងអត់តាន់បានណាបាទបើសិនជាគ្រប់ដោយថាថ្ងៃទី90ហើយយើងបានត្រឹមតែ8លានអញ្ចឹងថាគឺកាលខ្ញុំសួរគាត់ណាបាទគឺគេថាអត់គ្រប់ហ្នឹងគឺគេអត់គិតឲ្យទេបាទន័យថា0ណាប៉ុន្តែ view យើងនៅឃើញដដែល view ឃើញដដែលប៉ុន្តែសម្រាប់នៅក្នុងលក្ខខណ្ឌគឺគេអត់គិតឲ្យទេណាបាទគឺគេគិតឲ្យទេហើយអញ្ចឹងស្ដាយណាបាទបើសិនជាយើងរកបានច្រើនអញ្ចឹងហើយស្រាប់ទៅដល់ជិតដល់ថ្ងៃហ្នឹងយើងរកអត់បានវិញស្ដាយមែនទែនណាបាទហើយខ្ញុំក៏បានមកសួរឲ្យច្បាស់នៅ ChatGPT នឹងមើលណាបាទហើយឥឡូវគឺគេប្រាប់បាទគេប្រាប់ចេះបាទគឺគេប្រាប់ថាខ្ញុំបានសួរណាបានសួរគាត់ថាបើ90ថ្ងៃរំកិលហ្នឹងបាទហ្នឹងហើយបងប្អូនអរគ្នាview 90ថ្ងៃរំកិលគ្រប់90ថ្ងៃហ្នឹងមិនទាន់គ្រប់លក្ខខណ្ឌ YouTube Short 10លាន view ណាបាទ10លាន view ហ្នឹងតើរំកិលទៅថ្ងៃទី91ដែរទេបាទដកចេញថ្ងៃទី1ដែរទេបាទហើយចម្លើយគឺគេបានឆ្លើយមកណានៅក្នុងប្រព័ន្ធ YouTube វាគឺជាប្រូក្រាម rolling ណាបាទ rolling មានន័យថារំកិលបាទមានន័យថាវារំកិលម្ដងតិចណាបាទគឺគេប្រើប្រូក្រាម rolling 90ថ្ងៃបាទអញ្ចឹងរាល់90ថ្ងៃចុងក្រោយបាទឧទាហរណ៍ថ្ងៃទី1យើងបាន10លាន view ណាបាទ10 មួយសែនបាទមួយសែន view ថ្ងៃទី2មួយសែនកន្លះហើយអញ្ចឹងគ្រប់ថ្ងៃទី90ហើយសរុប view ទៅបានត្រឹមតែ8លាន view បាទអត់តាន់គ្រប់ណាហើយអញ្ចឹងដល់ពេលថ្ងៃទី91គឺខាងប្រព័ន្ធគេនឹងគិតពីថ្ងៃទី2មកពុកម៉ែបងប្អូនបាទគេគិតពីថ្ងៃទី2មកគឺគេមិនបានលុបចេញទេណាគឺយើងនៅតែមានគឺយើងនៅតែអាចសរុបនៅ view ចាស់ដដែលណាដូចនេះចឹងដូចយើងធ្វើ long ណាដូចធ្វើ long ចឹងគឺរំកិលដូចគ្នាប៉ុន្តែ long គឺ1ឆ្នាំឬក៏12ខែគឺទូឱកាសឲ្យ1ឆ្នាំណាប៉ុន្តែ short ត្រឹមតែ90ថ្ងៃប៉ុន្តែរំកិលគេអត់បានលុបចេញទេឬក៏គេអត់បានអត់គិតឲ្យយើងទេគឺគេគិតឲ្យធម្មតាគ្រាន់តែថារំកិលដូចយើងធ្វើ long ចឹងដែរណាហើយមួយទៀតហ្នឹងហើយបងប្អូនបាទហើយដល់ពេលហើយដល់ថ្ងៃទី92ណាបាទថ្ងៃទី92ហ្នឹងគឺគេដកថ្ងៃទី2ចេញបាទហើយគេគិតថ្ងៃទី3អញ្ចឹងបានន័យថាបើសិនជាដល់ថ្ងៃទី3ហើយអាថ្ងៃទី92ហ្នឹងស្រាប់តែយើងផ្ទុះយើងបាន view ច្រើនបាទហើយយើងសរុបទៅបានគ្រប់10 MU ហ្នឹងអញ្ចឹងគឺយើងអាចមានសិទ្ធតែម្ដងណាឲ្យតែយើងគ្រប់1000 subscriber មិនថាគ្រប់ពីមុនបាទមិនថាយើងធ្វើបាន1000ពីមុន1000 sub ពីមុនហើយមកដល់ឥឡូវយើងអត់មាន subscribe យើងអត់មាន subscriber ទេប៉ុន្តែយើងមាន view ប៉ុន្តែ1000 sub ហ្នឹងគឺយើងគ្រប់តាំងពីមុនមកបាទអាហ្នឹងគឺយើងអាចបើក monetize បានបាទអាចស្នើសុំបើក monetize បានណាបាទគឺគេអត់មានលុបចេញទេគេអត់មានគិតឲ្យយើងទេគឺគេគិតឲ្យណាបាទហើយអានេះគឺជាចំណុចដែលយើងត្រូវដឹងណាបាទនេះចំណុចសំខាន់ YouTube មិនមែន90ថ្ងៃម្ដង reset ទាំងអស់ទេបាទ reset ទាំងស្រុងទេអញ្ចឹងដូចខ្ញុំនិយាយមិញអញ្ចឹងណាមិនមែន90ថ្ងៃគឺគេ reset ឬមួយក៏គេដកចេញទេ view ដែលយើងខំរកមក90ថ្ងៃហ្នឹងណាបាទគឺគេនៅតែគិតឲ្យដដែលហ្នឹងគ្រាន់តែថាវារំកិលថ្ងៃបាទ moving window ណាបាទរំកិលថ្ងៃ
ពេល90ថ្ងៃចុងក្រោយលើស10 MVU អ្នកនឹងអាចដាក់ពាក្យបាទចូល YouTube Partner Program បានហើយបាទបានភ្លាមៗអញ្ចឹងយើងប្រឹងប្រែងបាទប្រឹងប្រែងណាធ្វើsort ផង view ធ្វើអ្នកដែលធ្វើ sort ក៏អាចធ្វើ sort ទៅអ្នកធ្វើ long ក៏ធ្វើ long ទៅប៉ុន្តែដោយឡែកបើសិនជា long វិញវាពិបាកធ្វើបាទពិបាករឿងរកសាប់ពិបាករកសាប់ប៉ុន្តែបើម៉ោងវិញអាចនឹងគ្រប់លឿនដែរបានអាចនឹងបានម៉ោងរឿងលឿនដែរប៉ុន្តែសាប់វិញអាចរឿងឡើងយឺតដល់ content ណាបាទប៉ុន្តែនេះខ្ញុំមកបញ្ជាក់ចង់មកបញ្ជាក់ពញាក់បន្តិចណាបាទចង់មកបញ្ជាក់បន្តិចអំពី short ហ្នឹងថាតើ short ហ្នឹងវាលុប view យើងទាំងស្រុងឬមួយក៏គេគិតដូចlong ដែររំកិលដូចគ្នាក៏ថារយៈពេលខ្លីជាង long អញ្ចឹងណាបាទហើយអញ្ចឹងបងប្អូនបានចម្លើយណាបាទ ChatGPT ឆ្លើយមកច្បាស់ៗទាំងអស់អញ្ចឹងបាទអូខេបងប្អូនអញ្ចឹងជួយ Subscribe ខ្ញុំម្នាក់មួយផងណាបាទហើយចាំជួបគ្នានៅវីដេអូក្រោយទៀត